មិនអាចស្លោដែរចាអរគុណច្រើនបទចម្រៀងរបស់បងប្រុសចាបែកគ្នាបានទេបានត្រឹមតែអាណិតតែមិនមានចិត្តស្រឡាញ់ណោះចាតែគេនិយាយថាអាណិតធំជាងស្រឡាញ់នោះអីបាទនៅក្មេងណាកុំតើអាចង់ដឹងពីរឿងអស់ហ្នឹងណាចាដល់ពេលនេះយើងនឹងស្ដាប់នៅការយល់ឃើញពីគណៈកម្មការរបស់យើងជាដំបូងនេះសូមអញ្ជើញចាលោកគ្រូមេងសុធីវ៉ាន់សង្ហោពាក្យអីនិយាយមិនរួចព្រោះបត់ហ្នឹងពិបាកជាងណាស់យើងចូលលហ្វ្រាំងកំពុងតែស្រែកស្រាប់បញ្ចូលមកតង់ទៀតស្រែកថែមទៀតអូនឯងអាចធ្វើបានហើយធ្វើបានហើយយ៉ាងល្អទៀតគឺថាសំឡេងលះបំផុតហើយត្រូវចង្វាក់ទៀតហើយកាយវិការសំរុំទៀតហើយជាប្រភេទមួយដែលជាបានន័យថា style របស់ប្អូនមួយគឺថាធ្វើឲ្យគេចាប់អារម្មណ៍ច្រើនអញ្ចឹងសូមជូនពរឲ្យបងទទួលបានតែជោគជ័យបាទចាអរគុណលោកគ្រូបន្តទៀតសូមចេញអ្នកបងឆំឆវិនវាលែងនិយាយបើសិននៅស្រុកគេដឹងដូចយើងទៅដល់អត់ដឹងខ្លួនណាទៅសុំសរសើរឥឡូវចេះទៅទាំង6រូបហ្នឹងសុំឲ្យយោបល់មួយទៅរួមគ្នាជាក្រុមហើយអូនទុយពីរក្រោយមិនហ្នឹងទូឯកហើយប្រមាណអមហើយបង្កើតជាក្រុមមួយទៅព្រោះល្អទាំងអស់ពិបាកវាយតម្លៃខ្លាំងណាស់តែអូនក្រោយមិនហ្នឹងគឺលះជាងគេសំលេងនឹងសុំប៉ុន្តែល្អអត់មានចាញ់គ្នាទេប៉ុន្តែគាត់ថាអាល្អិតទូចចុងក្រោយហ្នឹងអូនល្អិតទូចហ្នឹងសុំទូចាអូយឡើងមែនតែសំលេងដោយលោកគ្រូមានប្រសាសន៍អញ្ចឹងអាតឹងហើយយើងស្រែកបានឡើងអត់ដាច់ហើយមានស្ទីលព្រោះទៀតទឹកដមទៀតចេះដឹងទឹកដមព្រោះហ៎ស្ដាប់ដឹងថាមានទឹកដមសំលេងភ្លាវមិនដឹងហ៎ក្មួយទាំងអស់គ្នាហ្នឹងហើយប្រូលច្បាស់ហើយនឹងមិនដូចថាចេញមកឃ្លាមកហ្មងណាណែតមកហ្មងណាចាសុំតសាណាសុំឲ្យ6រូបរបស់ក្មួយថ្ងៃនេះមានអនាគតទាំងអស់ថារឿងអ្នកច្រៀងព្រោះល្បីមិនចាំបាច់ជាប់លេខ1ទេតែមានសមត្ថភាពគឺត្រូវតែឈរលើឆាកចាសុំជូនពរសុំឲ្យ